រាត្រីសួស្តីមិត្តអ្នកសិក្សាគណិតវិទ្យាជាទីស្រឡាញ់រាប់អាននៅរាត្រីកាលដ៏សែនមនោរម្យនេះខ្ញុំបាទសេរីយុគោយកធរណីមាត្រ45យកមកបង្ហាញលំហាត់ទី1គេមានរូបដូចខាងក្រោមមុំនេះស្មើ60ហើយត្រីកោណខាងក្រោមមានមុំមួយស្មើមុំ x ហើយមុំនេះស្មើ25បន្ទាប់មកគេឲ្យយើងរកមុំ x ដើម្បីរកមុំ x ឃើញតើយើងរកមុំនេះឃើញសិនដើម្បីរកមុំនេះឃើញតើយើងរកឃើញមុំនេះព្រោះវាជាមុំទល់កំពូលដើម្បីរកមុំនេះឃើញតើយើងរកមុំនេះព្រោះមុំនេះនិងមុំនេះជាត្រូវគ្នាដោយបន្តពីនេះស្របគ្នាអញ្ចឹងមុំនេះយើងរកឃើញ60បូកនឹងមុំរោគនេះគឺថាឧទាហរណ៍មុំ y ចុះ60បូកមុំ y ស្មើ180ផលបូកមុំបន្ថែមអញ្ចឹងនាំឲ្យយើងរកឃើញដូចតទៅ60បូកមុំ y ស្មើ180មុំផលបូកមុំបន្ថែមអញ្ចឹងនាំឲ្យយើងបានមុំ y ស្មើ180ដកមុំ60 180ដក6ស្មើ120អញ្ចឹងមុំ y នេះស្មើ120មុំ y ស្មើ120មុំ y នេះស្មើនឹងមុំឧទាហរណ៍មុំសិតចុះមូលហេតុអីស្មើគ្នាវាជាមុំត្រូវគ្នាព្រោះបន្ទាត់ពីនេះស្របគ្នាបន្ទាត់ពីនេះស្របគ្នាហើយមានຂណាត់មួយអញ្ចឹងមុំពីរនេះត្រូវគ្នាមុំសិតស្មើនឹងមុំនេះឧទាហរណ៍ថាមុំ m ចុះស្មើ120ហេតុអីបានថាស្មើព្រោះវាជាមុំទួលកំពូលមុំ m ឃើញមុំ25ឃើញអញ្ចឹងនាំរក x ឃើញមុំ x បូកនឹងមុំ m បូក25ស្មើ180ជាផលបូកមុំក្នុងត្រីកោណអញ្ចឹងយើងអាចទាញមុំ x ស្មើ180ដក20មុំ25បូកមុំ m មុំ25ដឹងមុំ m ស្មើ120អញ្ចឹង25បូក120ស្មើ145 180ដក145ស្មើ40ស្មើ35ដូច្នេះមុំ x នេះយើងឃើញ35ធ្វើការពេលថ្ងៃដើម្បីចិញ្ចឹមគ្រួសារធ្វើការពេលយប់ដើម្បីសង្គមជាតិអរគុណចំពោះការយកចិត្តទុកដាក់ស្ដាប់របស់អស់លោករាត្រីសួស្តីសូមជម្រាបលា